ក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតែជើមដែលជាឪពុកចៅចិត្តនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសេរីពងកំពុងតែដេកស្ដុកស្ដឹងនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយមុននឹងស្លាប់ទៅគាត់បានផ្ដែផ្ដាំចៅចិត្តនៅគាថាមួយបទថាអត្តហេអត្តណោនាថោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្តទៅធ្វើជាកម្មករនៅបៃលិននៅផ្ទះលោកលួងរតនសម្បត្តិដែលជាឪពុកមារបស់លោកបានសម្បត្តិពីគ្រូពេទ្យស្អាតហើយចៅចិត្តក៏ធ្វើដំណើរទៅបៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូងតាំងពីពេលនោះមកចៅចិត្តខិតខំធ្វើការជាកម្មករជីកត្បូងឥតខ្ជិលច្រអូសឬទម្រុនឡើយជាហេតុបណ្ដាលឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចៅចិត្តគ្រប់គ្នាយប់មួយចៅចិត្តច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងច្រៀងធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តក្នុងសួនលើទ្រាំពីរស់មិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្តខុននារីនិងចៅចិត្តសន្ទនាគ្នាជាពាក្យផ្ដងផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរយៈទៅតាមមនោគតិរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចៅចិត្តទៅជីកត្បូងគេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុកតាសុនអ្នកបើករថយន្តកាលបើឃើញចៅចិត្តចេះបើកឡានគាត់ក៏សុំច្បាប់មួយរយៈពេលព្រោះជាប់ធុរៈលោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្តជំនួសតាសុនក្នុងការស្នាក់ជូនដំណើរចៅវាយទៅដល់ស្រុកសង្កែចៅចិត្តបានកាន់កន្ត្រកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្តក៏ត្រឡប់មកទទួលរតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅបៃលិនវិញតែអកុសលមកពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីខ្លះរវាងចៅចិត្តនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់ខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្តនិងចៅវាយក្រមុំនិយាយផ្ដោះផ្ដូងគ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចោរមួយក្រុមចេញមកប្លន់ចៅចិត្តបានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង្អាចបណ្ដាលឲ្យពួកចោរត្រូវរបួសជាច្រើនអ្នកចំណែកចៅចិត្តក៏ត្រូវគ្របសន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចៅចិត្តមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកលួងរតនសម្បត្តិដោយការខិតខំព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីខុននារីចៅចិត្តក៏បានសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិត្តនិងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មើងឆ្មៃរបស់ខុននារីក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្តលោកលួងរតនសម្បត្តិក៏តែងតាំងចៅចិត្តឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្ដងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅថៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូងជាមួយចៅចិត្ត
ទុកឲ្យខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងខុននារីចៅចិត្តមកទាន់វាយលោកបាឡាត់ដួលលោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់និងថកែផាន់តែប្រមានឈប់ឲ្យមកជន់នឹងទីនេះទៀតក្នុងរាត្រីនោះវេលាដែលចៅចិត្តកំពុងបណ្ដែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលើសំឡេងចោចូលមកប្លន់ផ្ទះលោករតនៈក្រុមកម្មករតស៊ូនៅខាងក្រៅឯចៅចិត្តឡើងទៅលើផ្ទះប្រទះមេចោគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោលនេះបានចំណែកលោកបាឡាត់ស្រុកកំពុងវាយប្រហារចាប់យកខុននារីក៏ត្រូវចៅចិត្តសម្លាប់បានទៀតគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្តធ្វើឲ្យលោកលួងរតនៈសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្តទៅលើខុននារីលោកលួងរតនៈក៏រៀបចំផ្សំគុំចៅចិត្តនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខសេមក្សាន្តកើតជាកូនពូនជាចៅតរៀង